Bạnจะไปสู้ลูกครูในครูทั้งนี้ខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើតេស្តផ្នែកទៅលើសិស្សបាទអញ្ចឹងជាដំបូងយើងចូលទៅកាន់ app ដែលមានឈ្មោះថា WHOI បាទយើងចុចលើនឹងមកហើយតមកយើងចុច start test បាទតមកវាចេញរូបភាពខាងលើមួយខាងក្រោមមួយអញ្ចឹងខាងលើនេះមានលេខ2ខាងក្រោមមានលេខ1អាកន្លែងលេខ2នោះមានន័យថាយើងតេស្តចម្ងាយ2ម៉ែត្រអញ្ចឹងឥឡូវខ្ញុំឲ្យអ្នកគ្រូតេស្តចម្ងាយ2ម៉ែត្របាទអញ្ចឹងអ្នកគ្រូគិតចុចខាងលើមកតមកយើងចុច start test បាទតមកចេញអញ្ចឹងគឺអានេះគឺជាគំរូគេឲ្យយើងធ្វើតាមអញ្ចឹងយើងអូសបាទអូសដូចអ្នកគ្រូបង្ហាញមកឬក៏ចុចព្រួយខាងក្រោមក៏បានដែរតមកយើងចុច start test បាទកន្លែងនេះគេឲ្យបិទផ្នែកខាងឆ្វេងមកអក្សរអង់គ្លេសគឺ L អញ្ចឹងយើងចំណាំកន្លែងនេះទៅតមកឲ្យសិស្សបាំងផ្នែកមិនឲ្យគាត់បិទទេបិទអាចនឹងពេលគាត់បើកមកព្រិលអញ្ចឹងគាត់នេះបាំងអញ្ចឹងឥឡូវខ្ញុំរៀបចំសិស្សឲ្យមានរយៈចម្ងាយពីអ្នកគ្រូ2ម៉ែត្រតើអញ្ចឹងយើងយកដៃរបស់យើងហ្នឹងបាំងខាងទៀតខាងហ្នឹងបន្ទាប់មកអ្នកគ្រូក៏ចុច start កន្លែងtab to begin ហ្នឹងចាប់ផ្ដើមបាទអញ្ចឹងអានេះអក្សរ E វាបែរទៅខាងកើតអញ្ចឹងសិស្សនឹងនិយាយថាកើតបាទនេះចំពោះសិស្សធំបើសិស្សតូចយើងឲ្យគាត់ច្អល់តែបើសិស្សធំយើងអាចនិយាយលេចកើតឬមួយក៏ជើងត្បូងបាទថាលើអូនកើតលើជើងក្រោមលេចកើតបាទហើយបន្ទាប់ពីសិស្សគាត់បាទតពីសិស្សគាត់បាននិយាយហើយបើសិនគាត់និយាយថាកាត់យើងអូសទៅខាងកាត់បើគាត់និយាយទៅលិចយើងអូសទៅខាងលិចបើគាត់ថានិយាយទៅជើងយើងអូសទៅខាងជើងតាក់ទងមួយទិសរបស់យើងតែយើងធ្វើតាមអ្វីឲ្យគាត់និយាយទោះបីគាត់និយាយខុសក៏ដោយបាទតោះអញ្ចឹងអ្នកគ្រូក៏ចុចលោតចាំមកយើងចុច tab មានបន្តទៅផ្នែកវិជាទៀតលើក្រោមលេចកើតក្រោមលេចក្រោមលើបាទអញ្ចឹងបន្ទាប់ពីយើងតេស្តបានទាំងពីរដំណាក់កាលមកទិន្នន័យនឹងចេញបែបនេះបាទអញ្ចឹងទិន្នន័យចេញបែបនេះខាងនេះ100បាទខាង100ហ្នឹងគឺខាងឆ្វេងបាទអង់គ្លេសគឺ left ខាងនេះខាងស្ដាំអង់គ្លេស right អញ្ចឹងយើងមានភាគរយ 100% ហើយនឹង 20% អ្វីដែលយើងកត់ដាក់ទិន្នន័យគឺយើងកត់ជាពុភាគបាទ6ភាគ6ហើយនឹង6ភាគ30បាទបន្ទាប់មកយើងបដូរទៅការតេស្តចម្ងាយចិត្តដងចម្ងាយ40 cm អញ្ចឹងយើងរើសលេខ1ម្ដងតើមកយើងចុច start test តើមកយើងអូសដូចមុនដែរអូសទៀតនេះគឺណែនាំបើសិនគាត់មានវ៉ែនតាអីគាត់អាចពាក់វ៉ែនតាបានធម្មតាបាទនេះគឺចម្ងាយ40 cm អញ្ចឹងយើងអាចចុច start test វាអត់គិតនាទីទេបាទវាគិតចំនួនដៃរបស់យើងអញ្ចឹងយើងអាចដើរទៅកាន់សិស្សបានបើអញ្ចឹងយើងដាក់ចិត្តសិស្សចាំមកអានេះយើងវាស់រយយើងធ្វើការប៉ាន់ស្មានបាទវាអាចខុសគ្នាតិចតួចបាទកើតលើក្រោមបាទអញ្ចឹងបន្ទាប់ពីយើងចុចតាមអ្វីដែលសិស្សបានប្រាប់យើងមកគឺវានឹងលោតទិន្នន័យបាទដូចមុនដែរគ្រាន់តែមានតែមួយទេអានេះគឺផ្នែកទាំងពីរបាទចម្ងាយចិត្តអញ្ចឹងយើងនៅតែកត់ប្រភេទបណ្ដាលគឺ6លើ6បាទ